ngày nắng miên khang con tuột bạn o hó cọt màu cà phê sần đạp thนอบដែរសប្តាហ៍នេះគឺជាសប្តាហ៍ដែលពួកខ្ញុំភ្ញាក់ផ្អើលមែនទែនថ្ងៃហ្នឹងមនុស្សច្រើនមែនទែនបងប្អូនថ្ងៃអាទិត្យអូ my god នៅខាងក្រោយខ្ញុំនេះអ្នកដែលគាត់កំពុងតែចាប់ផ្ដើមមកហើយអ្នកដែលមកហើយនោះកំពុងដើរលេងថតរូបថតអីយ៉ាងសប្បាយខាក់អាយមែនទែនសម្បីតែលើសួនហ្នឹងក៏មនុស្សច្រើនដែរហើយនៅខាង Walk Street ខាងនោះវិញខ្ញុំមិនទាន់បានទៅទេនិយាយពីថាមនុស្សដល់ហើយមនុស្សថ្ងៃហ្នឹងហើយនេះមានជនបរទេសមានអីគាត់មកលេងកំសាន្តដែរឃើញថាមានពុកម៉ែបងប្អូនយើងមកលេងច្រើនមែនទែននៅខាងមុខវាំងហើយមានបងប្អូនបងពូមីងកំពុងថតរូបនៅខាងមុខនេះហើយមានពុកម៉ែបងប្អូនយើងនៅតែបន្តមកដូចគ្នាបាទចេញពីខាងនោះកន្លែងផ្ទះម៉ូតូមកមនុស្សច្រើនមែនទែនហើយនៅខាងសួនកន្លែងសួននេះកន្លងមកអត់សូវមានអ្នកមកលេងទេអត់សូវមានអ្នកមកអង្គុយលេងទេតែថ្ងៃហ្នឹងឃើញថាមានអ្នកមកលេងច្រើនមកអង្គុយលេងច្រើនមែនទែនហើយខ្ញុំអត់ទាន់បានដើរទៅ Walk Street ទេបងប្អូនខ្ញុំដើរថតជូនពុកម៉ែបងប្អូនបានទស្សនានៅកន្លែងមុខវាំងនេះសិនដោយសារមានបងប្អូនយើងថតរូបលេងច្រើនមែនទែននៅខាងមុខនេះថតរូបស្អាតមែនទែនកន្លែងខាងមុខនេះបាទអញ្ចឹងបានសបោអ្នកថតកន្លែងហ្នឹងណាអូខេខ្ញុំដើរថតជូនពុកម៉ែបងប្អូនតិចទៀតខ្ញុំនឹងទៅខាង Walk Street ដើម្បីឲ្យពុកម៉ែបងប្អូនបានទស្សនាមើលទៅទៀតទាំងមូលនោះនៅខាងនោះមានគេលេងល្បែងប្រជាប្រិយអញ្ចឹងប្រហែលជាម៉ោង7អីហ្នឹងអាចនឹងមានអ្នកលេងហើយឥឡូវម៉ោង6ជាងអត់ទាន់មានទេប៉ុន្តែមនុស្សច្រើនមែនទែនបងប្អូនច្រើនយល់តែមែនទែនបងប្អូនដែលអត់បានមកលេងបងប្អូនប្រយ័ត្នស្ដាយបាទបើមិនជាអត់ទាន់បានមកទេអាទិត្យហ្នឹងអាចថាជាបទពិសោធន៍ហើយអាទិត្យក្រោយពុកម៉ែបងប្អូនអាចនឹងមកលេងកំសាន្តសូម្បីតែខ្ញុំម្សិលមិញខ្ញុំអត់បានមកទេខ្ញុំមានអារម្មណ៍ថាស្ដាយដែរម្សិលមិញបងប្អូនឥឡូវនេះខ្ញុំដើរមកដល់ Walk Street ហើយនៅកន្លែងជិតព្រះអង្គដងកែវហើយដល់ឡែកខ្ញុំថតជូនពុកម៉ែបងប្អូនបានទស្សនាទៅខាងដល់វិញទៅខាងវងរំវិញណាខាងមុខនេះឃើញសប្តាហ៍មុនឃើញមានគេលេងល្បែងប្រជាប្រិយបាទនៅខាងមុខហ្នឹងហើយអូថ្ងៃហ្នឹងមនុស្សច្រើនណាស់បងប្អូនខ្ញុំមិនដឹងថាម្សិលមិញមនុស្សច្រើនអញ្ចឹងអត់ទេដោយសារម្សិលមិញខ្ញុំអត់បានមកបងប្អូនហើយមនុស្សច្រើនមែនតើថ្ងៃហ្នឹងរដងនៅកន្លែងនេះខ្ញុំឈរកន្លែងហ្នឹងហើយខាងក្រោយខ្ញុំនេះសបោមនុស្សប៉ុន្តែយើងបកទៅមើលនៅខាងនោះវិញតែខាងនោះអត់សូវមានមនុស្សទេប៉ុន្តែថ្ងៃហ្នឹងមនុស្សច្រើនមែនទេបងប្អូននៅខាងនោះក៏មានហើយមានច្រើនទៀតបងប្អូនមើលឡើងខ្មៅមែនទេហើយនៅខាងនោះមនុស្សកាន់តែច្រើនបាទអូនឹកឃើញកាលដែលឆ្លងឆ្នាំបងប្អូននៅច្រើនដូចគ្នាមនុស្សម្នាច្រើនសឹងដូចឆ្លងឆ្នាំហើយបងប្អូនហើយថ្ងៃហ្នឹងពិសេសខ្ញុំមិនដឹងថាថ្ងៃសៅរ៍ពិសេសអញ្ចឹងអត់ទេដោយសារថ្ងៃហ្នឹងមានខាងកងទ័ពបាទអហគាត់មកការពារសណ្ដាប់ធ្នាប់ដែរហើយដោយសារម្សិលមិញខ្ញុំអត់បានមកស្ដាយមែនតើអត់បានមកអូកន្លែងនេះកន្លែងគេលេងល្បែងប្រជាប្រិយបងប្អូននេះចាំមើលវិញថាតើគេលេងអីវិញក្មេងៗអេក្មេងៗអីអូគេលេងលោតកស៊ូលោតតាក់អូមនុស្សច្រើនមែនទេបងប្អូនហើយខ្ញុំនឹកឃើញកាលដែលឆ្លងឆ្នាំមនុស្សច្រើនអញ្ចឹងហើយឥឡូវមនុស្សច្រើនដូចគ្នាចំហ្គេមល្បែងមាន2វងចំល្បែង2វងជាប់គ្នានេះមកវងចាំនេះមកវងផ្សេងទៀតអូលោតកស៊ូដូចគ្នាទេអូខេលោតកស៊ូដូចគ្នាអូមនុស្សច្រើនណាស់ហើយមិនធំតែមានខាងអហទេសម្បីតែប៉ូលីសចរាចរណ៍គាត់មកពូប៉ូលីសចរាចរណ៍មិនដឹងថាគាត់មកយាមឬក៏គាត់គ្រាន់តែដើរឆ្លងកាត់ទេនេះបងប្អូនមើលពូប៉ូលីសគាត់នៅចាំនៅខាងជ្រុងអញ្ចឹងមិនន័យថាគាត់មកការពារសុវត្ថិភាពអ្នកដើរមកលេង Walk Street ហើយមានខាងពូខាងអហគាត់មកដែរហ្នឹងហើយអញ្ចឹងមុនហ្នឹងខ្ញុំដើរជួបពូគាត់3នាក់ដែលគាត់ដើរពីខាងកងដងកើចាក់ទៅខាងផ្សាររាត្រីអូយមនុស្សច្រើនណាស់បងប្អូនហើយនេះ
មានទាំងភ្ញៀវជាតិអន្តរជាតិមកលេងច្រើនមែនទែនអូសប្តាហ៍នេះគឺជាសប្តាហ៍ដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនទែនសប្តាហ៍មុនអត់សូវមានអ្នកមកលេងអញ្ចឹងច្រើនទេហើយសប្តាហ៍នេះនិយាយពីថាមនុស្សច្រើនមែនអូធ្វើឲ្យខ្ញុំខ្លាចសង្ហាចិត្តតែម្ដងអូហូឥឡូវខ្ញុំដើរទៅខាងមុខវាំងនោះវិញសិនបងប្អូនហើយមនុស្សច្រើនមែនទែនថ្ងៃអាទិត្យនេះសឹងឲ្យដូចឆ្លងឆ្នាំហើយបងប្អូនហើយកន្លែងលោតកស៊ូនេះគឺជាកន្លែងដែលនិយមហើយមិនតាមតែមានតែមួយវងហ្នឹងទេមានពីរវងខាងហ្នឹងមួយខាងនេះមួយហើយមនុស្សច្រើនដូចគ្នាហើយខ្ញុំឃើញវីដេអូដែលពុកម៉ែបងប្អូនយើងផុសនៅក្នុង TikTok ណាឃើញមានជនបរទេសគាត់មកលេងដែររួមមួយយ៉ាងហើយខ្ញុំមកមិនមកតែឯងទេថ្ងៃហ្នឹងខ្ញុំមកពីអ្នកស្នាទៀតហើយថ្ងៃហ្នឹងប្លែកបងប្អូនមានខាងអហហ្នឹងហើយខាងអហគាត់មកការពារសុវត្ថិភាពពុកម៉ែបងប្អូនយើងដែលគាត់មកលេង Walk Street ណាហ្នឹងហើយកុំឲ្យមានបញ្ហាអីផ្សេងហើយក៏ដូចជាប៉ូលីសប៉ូលីសក៏គាត់ការពារដែរបងប្អូនអូមិនធំតែ2វងទេស្នា3វងហ្នឹង3វងហ្នឹងខាងនេះមួយទៀតហើយលោតតាក់ហ្នឹងហើយលោតតាក់លោតកស៊ូហ្នឹងបងប្អូនថ្ងៃហ្នឹងច្រើនណាស់តាំងពីល្បីគេលោតកស៊ូមកឥឡូវ3វងបងប្អូនឥឡូវយើងទៅមុខបន្តិចទៀតដល់ហើយមនុស្សអូបងប្អូនហើយមនុស្សដល់ហើយសឹងឲ្យដូចឆ្លងឆ្នាំនៅខាងមាត់ទន្លេនោះអ្នកដើរនោះប្រជ្រៀតគ្នាដូចស្អីចឹងតែឡែកនៅខាងផ្លូវ Walk Street នេះអត់ទាន់ជាប្រជ្រៀតដូចកាលឆ្លងឆ្នាំទេគ្រាន់តែថាមនុស្សគឺច្រើនយកទៅមែនតើបើកំភែជាមួយនឹងសប្តាហ៍មុនដែលខ្ញុំបានមកមនុស្សខុសគ្នាឆ្ងាយមែនតើអូ my god អូមនុស្សដល់ហើយយកតែមែនទេមើលអូកន្លែងនេះគេដាក់ស្តង់ទេនេះគេដាក់ស្តង់ម្ហូបអាហារណាសបាយប្លែកថ្ងៃហ្នឹងចាំមើលទៅខាងនោះមើលស្តង់ខាងនោះបងប្អូនវងរំថ្ងៃហ្នឹងខ្ញុំឃើញគេដូរមកកន្លែងនេះវិញហើយនៅកន្លែងដែលចាប់ផ្ដើមដំបូងអូកន្លែងនេះរូបសំណាកពិសេសចាំមើលសិននេះវងមកវងផ្សេងហើយជានៅហ្នឹងហើយនេះវងរំផ្សេងចឹងនៅខាងនោះមកវងទៀតដល់ទៅមើលទៀតទៅមើលខាងនោះទៀតដល់ខាងនោះមកវងផ្សេងចាំមើលសិនដល់ខាងនោះក៏មានមកវងដែរអូពីរវងជាប់គ្នាស្នាប្រហែលជាពីរវងជាប់គ្នាអូកន្លែងនេះកន្លែងគេលេងសៀកអូអញ្ចឹងកន្លែងដែលវងតន្ត្រីលេងលើកមុនទៅជាកន្លែងលេងសៀកហើយកន្លែងលេងសៀកលើកមុនអត់ឃើញលេងអីទេឥឡូវកន្លែងគេលេងសៀកវិញហើយកន្លែងដែលតន្ត្រីនៅខាងនោះគឺនៅតែតន្ត្រីធម្មតាទេកន្លែងគេលេងសៀកញ៉ាំកន្លែងសៀករហស្សកម្មនេះមនុស្សម៉ែនសឹងតែច្រើនស្មើនឹងកន្លែងរំរើកំសាន្តដែរឃើញថាខ្មែរយើងគ្រប់គ្រងច្រើនអ្នកដែលគាត់លេងសៀក
ราชกรรมจนบ่เตะแต่คนเลยนั่นน่ะrồi nhom mình vẫn ăn dù thế nhom ta từ cầm một tiết nhom ta từ mơ cả lại lỗ đồ lại cầm một bài cái lộp ai em nhỉ chưa phết đăng tức ấy đấy đăng tức ấy cả lấy quay chờ có gì dài muốn cái đáy đúng rồi đó cái chiếc đâu ra đi cái lỗi về mình nồng cái chọc thìนี่นมเข้ามาร้านนี้ไม่ใช่ร้านร้านนี้มักอังนี่มันอัดโดยคันนี้เลยใช่ไหมเวียนคอนคอนเจอัดบ้านอ๋อเหมือนกันหนูเลยกระดานนมจบเพราะว่าก้าวทนาวนั่นเคยเมียเนี่ยก้าวทนาวเลยน่ะอ๋อนี่นมขมายด่ะนมขมายเหมือนนมจบสนานย่ำอ่ะจะมาดาวมาได้สั้นได้จ้ะกะโลเมียนนะก้าวทนาวก้าวทนาวก้าวตึงนี่ก้าวทนาวเนี่ยนั่งไงก้าวทนาวไปแล้วรอบไม่ได้บ่มาทำก่อนสนายโยนนั่งไงนายจังยามไปกำเนิดชนะเนี่ยลองจับอันนี้มุ้ยไหมจังใส่ยามไปติ๊กเดียวโอ้ยเกาติ๊กเนี่ยติ๊กเนี่ยได้เซ่ไม่ได้rồi đó. Con nhà mày nông mình đã lắm à? Con hơi hơi. Con nắng này. Con nắng ở tuần rồi. Nhà mày mà. Đã tham. Nhưng rô còn lại mới sân. Rồi. Nhá cái bánh sống ấy, rô còn lại lụa nôm nâng mùi mà. Cho cái ớt. Cái lo đi lo. Chu. Ini mực ăn chị cầm ta hero của lại luộc nôm dương với chẳng trộm cho ăn nước đó lấy người bạn khơi nói là cao tí cao nào tí phum đặt thêm riệp này còn bữa nào nào đấy mặt smoke phải chưa ai không mà mời và phải còn rồi cuộc nung cốt miên cũng muốn nung cốt miên muốn nung là ngày chào mừng sẵn lấy ta dương nhang mà đi sẵn mau vinh phải có lụa toan này là không một ninh một vùng kia đấy đánh ra cả lái những bất lương mà hai cái bậc hai vậy tôi làm ngoài tạc râm sẵn tạc râm mà lên lên đây đã tên là con tạc râm quá được đây cô buồn là thằng xiêm riệp cha cô buồn xiêm riệp để xiêm riệp bong thằng lên đây là bắt bong từ đây đây chưa bắt bong nhom nhom này bắt bong
nè kia bên chơi ô tìm mình chơi chán này cái đời này tìm mình chơi ạ nè Phnom Penh à ok lại từ đâu lại nha nông mới sân ở đây vâng đi cứ chơi vòng tì pi tập tay mà có sàn mà tặng một góc play mà còn đặt đúng sàn đây trong tới còn đây là cào nó mà cao đây đấy thế này nó mà cao đây đấy xây học thì nó này bên con miên chân ăn đó cái này sạch ăn stang một con play bây giờ cho con này cái này cao tí này nông mai này trong sắp độ mà rồi thôi này còn chấm hơi mây mây cái là cao tí này cái nó có mây mây đây lại dương tới nhọt mây stang hồ bà tràn mình đây mình chỉ cần một lên vòng tít đó là một nước tràn mình thế ngày nâng sập đá thì 7 ngày khai 7 rồi bám cột rồi bám trật đấy trật rom rồi bám sẵn cho nam bên cả ngao mình mê thời gian này đã mà giang đấy box street យើងនឹងបងប្អូនបើសិនជាបងប្អូនចង់ឃើញមក box street គឺឃើញហើយក្រុមក្មេងៗដែលគាត់រាំរបាំនេះហើយខ្ញុំលើកទី1ដែលខ្ញុំបានឃើញក្មេងៗដែលគាត់លេងនៅខាង box street ណាបងប្អូនខាងក្រោយខ្ញុំនេះគឺជាក្រុមរាំរបាំបាទក្មេងៗទេរាំរបាំរៃគៀសបច្ច័យហើយមានអ៊ំម្នាក់ដែលគាត់ជាប្រធានហ្នឹងហើយដែលគាត់ដឹកនាំរបាំហ្នឹងណាអញ្ចឹងថ្ងៃហ្នឹងប្លែកមែនទេបងប្អូនបើសិនជាបងប្អូនចង់ឃើញបងប្អូនមក Box Street មកបាទគឺនឹងឃើញហើយបងប្អូនមានខាងបងខាងអហគាត់ការពារដើរលេងបើសិនជាមានបញ្ហាđang khô khô lại đi ta sna dương tại cái nó về nhỉ mán ở sờ tới pram vùng ấy còn lột cái su khang lột cái su mà một vang mà lưng lăng khắp món nổ lại xuân một tròn này chưa từng tóc hả? Bóng phôn nữa, này đã lọt bàn mọc lên Box Street ngày Tết nắng, nhưng cứ tha vật chất đai ấy, và to bị khơi, phục mai bóng phôn để quạt thọt bỏ hóa, cứ tham nước tràn bên tên,
តែកំតនអស់សង្ឃឹមបងប្អូនស្ដាប់វីដេអូខ្ញុំទៅដូចបងប្អូនបានមកលេង Box Street ចឹងថ្ងៃហ្នឹងណាអញ្ចឹងខ្ញុំសង្ខេបមកវិញថាសម្រាប់ថ្ងៃហ្នឹងវងតន្ត្រីគឺយើងមានរហូតដល់5វងអញ្ចឹងវងតន្ត្រីខ្មែររបស់យើងគឺមាន2វងដូចតែសពមួយដងទេហើយមានកន្លែងវងតន្ត្រីទី3គឺវងតន្ត្រីរបស់តាក្រឹមដែលគាត់ជាតន្ត្រីសម័យហើយមានវងតន្ត្រីផ្សេងទៀតដែលគាត់ចាក់បាសរាំគឺមាន2កន្លែងទៀតជួអ្វីដែលគាត់រាំលេងកំសាន្តហ្នឹងហើយគឺគាត់រាំក្បាច់លុយមែនតើហើយកន្លែងមួយទៀតគឺគាត់ចាក់បាសរាំតែម្ដងហើយកលេចទៅមើលស្តង់ដែលលក់ម្ហូបអាហារថ្ងៃនេះគឺថាច្រើនមែនទែនបាទអត់ខ្វះទេចង់ញ៉ាំអីក៏បានដែរបងប្អូនហើយបើកន្លែងលោតផ្ទះបងប្អូនកន្លែងលោតកស៊ូណាគឺរាប់ផ្លេចបងប្អូនច្រើនអាចថាច្រើនជាង10វងទៀតបងប្អូន